ដំណឹងរឿងប្តឹងរដ្ឋាភិបាលថៃឬក៏ប្តឹងថៃឲ្យសងកម្ពុជាតាក់ទងនឹងរឿងខូចខាតតែថៃឈ្លានពានកម្ពុជានោះដោយសារតែរដ្ឋាភិបាលកម្ពុជាមិនព្រមដាក់ពាក្យប្តឹងឥឡូវនេះរដ្ឋាភិបាលក្រៅប្រទេសក៏បានយកពាក្យប្តឹងនេះទៅដាក់ប្តឹងដល់តុលាការព្រំដែនអន្តរជាតិហើយរដ្ឋអាជ្ញានៃតុលាការនេះបើតាមការឲ្យដឹងពីមន្ត្រីក្នុងជួររដ្ឋាភិបាលក្រៅប្រទេសគឺរដ្ឋាភិបាល23តុលានោះក៏បានប្រាប់ថារដ្ឋអាជ្ញាក៏អញ្ជើញពួកគាត់ឲ្យចូលទៅបំភ្លឺបន្ថែមទៀតតាក់ទងនឹងបណ្ដឹងរបស់ពួកគាត់នោះហើយការចូលខ្លួនទៅនេះគឺពួកគេទុកពេលឲ្យគាត់រហូតដល់ទៅចុងខែសីហាឯណោះដើម្បីពួកគាត់អាចត្រៀមឯកសារផ្សេងៗដើម្បីយកទៅតាមខ្លួនបន្ថែមទៀតហើយជាការត្រៀមខ្លួនលោកអ៊ុំសំអានលោកបានទិញសមុទ្រយន្តហោះដើម្បីទៅទីក្រុងឡាអេដែលជាទីនៃសាលាក្តីឬក៏តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះរួចទៅហើយនៅថ្ងៃនេះលោកបានបញ្ជាក់នៅតាមបណ្ដាញសង្គម Facebook របស់លោកដោយលោកអះអាងថាលោកបានប្រមូលភស្តុតាងបន្ថែមជាច្រើនទៀតហើយក៏នៅតែសំណូមពរសូមឲ្យប្រជាពលរដ្ឋខ្មែរដែលមានភស្តុតាងអីបន្ថែមចង់ឲ្យលោកជួយស្ពាយយកទៅតាមពេលដែលជួបរដ្ឋអាជ្ញានៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះដាក់ជូនគាត់តាមការគួរហើយភស្តុតាងដែលគាត់ដាក់បង្ហាញនេះបើតាមមើលគឺមានដូចជារឿងយោធាថៃបាញ់គ្រាប់បែកចង្កោមមកចូលទឹកដីកម្ពុជាប្រើប្រាស់អាវុធចង្កោមនេះគឺមែនតើគឺជាការបំពានលើច្បាប់អន្តរជាតិបំពានលើការហាមឃាត់អនុសញ្ញាស្តីពីគ្រាប់បែកចង្កោមអន្តរជាតិនៅទីក្រុងអូស្លូនិងអក្សរកម្មប្រឆាំងនឹងមនុស្សជាតិទី2គឺយោធាថៃប្រើប្រាស់ផ្សែងពុលលើជនស៊ីវិលនិងយោធាកម្ពុជាដែលបណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់សុខភាពទី3យោធាថៃវាយប្រហារទម្លាក់គ្រាប់បែកពីយន្តហោះមកលើប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងប្រាសាទតាក្របីដែលបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរទី4គឺយោធាថៃបានរំលោភលើកិច្ចព្រមព្រៀងជប់បាញ់ដោយចាប់ខ្លួននិងឃុំខ្លួនយោធាខ្មែរចំនួន18នាក់ដោយខុសច្បាប់ក៏ប៉ុន្តែយោធាកម្ពុជាទាំង18នាក់នោះត្រូវបានដោះលែងបន្ទាប់ពីឃុំខ្លួនអស់រយៈពេល155ថ្ងៃហើយយោធាថៃក៏បានដាក់របាំងលុះបន្លានិងទូកុងតឺន័របិទផ្លូវនិងរារាំងមិនឲ្យជនស៊ីវិលកម្ពុជាចូលទៅលំនៅឋានព្រមទាំងបានបំផ្លាញទ្រព្យសម្បត្តិរបស់ជនស៊ីវិលដោយចេតនានៅក្នុងទឹកដីកម្ពុជាយោធាថៃបានប្រើប្រាស់កំភ្លើងគ្រាប់កៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងជនស៊ីវិលដែលបណ្ដាលឲ្យរបួសនិងប្រើប្រាស់កម្លាំងដោយវិធីខុសច្បាប់ប្រឆាំងនឹងជនស៊ីវិលបន្តទៅទៀតយោធាថៃបានប្រើយន្តហោះចម្បាំងប្រភេទ F16 យន្តហោះចម្បាំង Gripen Fighter Jet យន្តហោះចម្បាំង T50 ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញលើស្ពានថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះប្រជាពលរដ្ឋអគាររដ្ឋសន្តាគារកាស៊ីណូនិងប្រាសាទបុរាណខ្មែរយោធាថៃក៏បានបាញ់សម្លាប់ជនស៊ីវិលកម្ពុជាម្នាក់និងរបួសជនស៊ីវិលកម្ពុជា3នាក់នៅភូមិព្រៃច័ន្ទភូមិកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ដែលហេតុការណ៍នេះបានកើតឡើងមុនសង្គ្រាមទាំងពីរលើកយោធាថៃក៏បានរំលោភនារីម្នាក់ដែលជាពលករកម្ពុជាឆ្លងដែនមកពីប្រទេសថៃអំពើឈ្លានពានរបស់រដ្ឋាភិបាលថៃនិងយោធាថៃជាពិសេសការផ្លោងនិងការទម្លាក់គ្រាប់ពីលើយន្តហោះចូលតំបន់ស៊ីវិលនិងការវាយប្រហារលើគោលដៅស៊ីវិលដែលបណ្ដាលឲ្យជនស៊ីវិលកម្ពុជាស្លាប់ជាង30នាក់រួមមានកុមារម្នាក់និងរបួសជិត100នាក់ទៀតសង្គ្រាមលើកទី2បង្កឲ្យមានជនភៀសសាច់កម្ពុជាសរុបចំនួនជាង640,000នាក់ហើយយោធាថៃបានលួចប្លន់ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ទឹកដីខ្មែរដែលទាហានថៃកំពុងគ្រប់គ្រងដោយខុសច្បាប់យោធាថៃក៏បានដុតនិងឈូសឆាយកំទេចផ្ទះសម្បែងវត្តអារាមសាលារៀននិងអគាររដ្ឋនៅភូមិជោគជ័យភូមិព្រៃច័ន្ទតំបន់បឹងតគួនតំបន់ថ្មដាតំបន់ភ្លុកដំរីនៅតំបន់ច្រកអានសេះជាដើមយោធាថៃក៏បានប្រើយន្តហោះចម្បាំងប្រភេទ F16 និងយន្តហោះចម្បាំង Gripen Fighter Jets ទម្លាក់គ្រាប់បែកលើកាស៊ីណូខ្មែរនៅតំបន់ថ្មដាបឹងតគួនអូស្មាច់និងច្រកអានសេះដែលបណ្ដាលឲ្យមានជនស៊ីវិលខ្មែរនិងជនបរទេសស្លាប់ស្នើឲ្យតុលាការព្រំដែនអន្តរជាតិ ICC ផ្តន្ទាទោសមេដឹកនាំនយោបាយថៃនិងមេដឹកនាំយោធាថៃនិងចុងក្រោយគឺស្នើឲ្យតុលាការព្រំដែននេះទាមទារឲ្យមេដឹកនាំថៃនិងយោធាថៃសងនៅសំណងខូចខាតដល់ជនរងគ្រោះកម្ពុជានិងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងប្រាសាទបុរាណនិងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាលោកអ៊ុំសំអានសរសេរប៉ុណ្ណេះហើយក៏ដាក់ថាសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរណាដែលមានព័ត៌មានបន្ថែមឲ្យគាត់ខ្ញុំរកកន្លែងថែមអត់ឃើញសោះព្រោះលោកសរសេរព័ត៌មាននេះបានលម្អិតមែនតើព្រោះខ្ញុំយកព័ត៌មានពីព្រំដែនថៃមួយឆ្នាំជាប់គ្នាមកនេះគឺដូចជាអត់មានបាត់ចម្លោះកន្លែងណាទេគឺមានតែចន្លោះមួយគត់គឺរដ្ឋាភិបាលកម្ពុជាអត់ដាក់ប្តឹងទៅថៃទុកឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះដាក់ប្តឹងជំនួសហើយតាមពិតអ្នកដែលមានភស្តុតាងចាក់ក្នុងដៃដែលជាជនរងគ្រោះពិតប្រាកដគឺរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសឯនោះទេមិនមែនរដ្ឋាភិបាលក្រៅប្រទេសទេព្រោះគ្នានៅក្រៅប្រទេសចិត្តតែប្រមូលអ្នកដែលប្តឹងថៃសំទោសអ្នកដែលជំទាស់ថៃរាល់ថ្ងៃដែលគាត់តវ៉ាជាង800លើកភស្តុតាងនៅពេញដៃអ្នកស្រីម៉ាលីសុជាតិតាដែលថាប្រមូលភស្តុតាងតាំងពីខែធ្នូឆ្នាំ2025ប្តឹងទៅតុលាការព្រំដែនអន្តរជាតិឥឡូវមកជាង8 9ខែគាត់អត់ប្តឹងចឹងបើសិនជាលឺសារនេះបើសិនជារដ្ឋាភិបាលកម្ពុជាចិត្តសឿងណាគួរតែប្រមូល dossier ភស្តុតាងទាំងអស់ហ្នឹងផ្ញើតាមលោកអ៊ុំសំអានទៅព្រោះបើលោកអត់ប្តឹងចឹងផ្ញើតាមគាត់ក៏អាចជួយឲ្យយកទៅដាក់នៅតុលាការព្រំដែនអន្តរជាតិព្រោះប្រយោជន៍បានយើងទាំងអស់គ្នាទេខ្មែរទាំងអស់គ្នាទាំង8 10លានអ្នកតើមានខុសអីព្រោះថាបើខ្លួនអត់ដាក់ក៏អត់ទៅឥឡូវយកភស្តុតាងហ្នឹងដាក់ឲ្យរដ្ឋាភិបាលក្រៅប្រទេសយកទៅដាក់ទៅប៉ុន្តែរដ្ឋាភិបាលកម្ពុជាវាយងាប់ក៏មិនជួយរដ្ឋាភិបាលក្រៅប្រទេសនេះដែរព្រោះអីទី1ចាត់ទុកថាជាក្រុមឯទៀមទី2ពងររឿងប្តឹងធ្វើឲ្យបាក់មុខមាត់កម្ពុជាដែលមិនព្រមប្តឹងផងដូច្នេះនឹងអត់ជួយទេប្រយោជន៍ជាតិបែបនេះនឹងរលាយបងទៀតដោយសារតែរឿងចំនួននយោបាយដោយថាឆ្លោះគ្នានៅរឿងនយោបាយនេះប៉ុន្តែខ្ញុំសូមសរសើរខាងមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសដែលមានលោកអ៊ុំសំអានមានអីចូលរួមហ្នឹងគឺដាក់ទៅប្តឹងទៅគេដោះស្រាយមិនដោះស្រាយយ៉ាងហោចណាស់ក៏យើងបានបំពេញភារកិច្ចមួយផ្នែករបស់យើងជាខ្មែរស្រឡាញ់ខ្មែរស្រឡាញ់ទឹកដីខ្មែរចង់ឲ្យថៃខ្ជាក់ដីមកវិញឲ្យអ្នកណាដឹងថាអ្នកណានៅខាងថៃនៅខាងអីហ្នឹងយើងដឹងហើយព្រោះវាមិនដែលអ្នកណាដែលទៅគ្រប់គ្រងថៃឲ្យនាំគ្នាទៅប្តឹងថៃឲ្យជាប់គុកជាប់ច្បាប់ដើម្បីខ្ជាក់ដីខ្មែរមកខ្មែរវិញទេផ្ទុយទៅវិញអ្នកដែលមិនចង់ឲ្យប្តឹងអ្នកដែលរារាំងអ្នកប្តឹងអ្នកដែលរករឿងអ្នកប្តឹងថៃនឹងឯងហើយថាខ្លួនឯងជាអ្នកដែលស្នេហាជាតិមិនចូលចិត្តការឈ្លានពានរបស់ថៃនោះឯងជាអ្នកនៅខាងថៃបាទឥឡូវនេះគឺបន្តទៅទៀតរដ្ឋមន្ត្រីការបរទេសថៃឯនោះវិញនិយាយពីរឿងស្រុកខ្មែររឿងព្រំដែនកម្ពុជាថៃបញ្ជាក់ជាថ្មីថាទ្វារចរចាព្រំដែនគោកបានបិទហើយសារនេះមិនមែនជាសារថ្មីទេបងប្អូនលោកអនុទិនច័ន្ទវរៈគុល
ពីមុនហ្នឹងក៏បានព្រមានប្រាប់ឲ្យថាទ្វារចរចាព្រំដែនគោកនេះបិទហើយឥឡូវថ្ងៃនេះលោកសៀស័កភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រុមការងារដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងរឿងព្រំដែនសមុទ្រនោះដែលរដ្ឋាភិបាលថៃថ្មីនេះតែងតាំងឲ្យធ្វើជាប្រធាននោះគឺបានបញ្ជាក់មកថាច្រកទ្វារដើម្បីចរចាជាមួយកម្ពុជាដែលលោកហ៊ុនម៉ាណែតសង្ឃឹមថាសូម្បីតែ1%ហ្នឹងក៏អាចឈ្នះក៏អាចមានសង្ឃឹមដែរហ្នឹងឥឡូវគេបិទឲ្យចិត្ត0 ចឹងហើយគឺលោកសៀស័កគាត់បានបញ្ជាក់ថាការដែលបិទទ្វារចរចាព្រំដែនគោក0 ចឹងនេះគឺដោយគាត់បន្ទោសទៅខាងភាគីកម្ពុជាទៅវិញទេដែលថាយករឿងតាក់ទងនឹងព្រំដែនសមុទ្ររឿង UNCLOS នោះទៅឲ្យយន្តការរដ្ឋាភិបាលយន្តការកញ្ញាកណ្ដាលបានន័យថាប្រើយន្តការផ្សះផ្សាដោយកតាបកិច្ចបានន័យថាអត់ឲ្យភាគីពីរអ្នកនឹងចរចាទេគឺសុកចិត្តឲ្យរើសអាញាកណ្ដាលពីខាងខ្មែរពីខាងថៃឬប្រធានមួយចរចាគ្នានៃនេះគឺរដ្ឋាភិបាលថៃចាត់ទុកថាកម្ពុជាបោះបង់ចោលយន្តការទ្វេភាគីរវាងថៃនិងកម្ពុជារួចទៅហើយអញ្ចឹងការចរចាព្រំដែនកម្ពុជាថៃដីគោកដែលថៃយកបាន73កន្លែងនេះថៃយកលេសរឿងហ្នឹងថាបើព្រំដែនទឹកយើងចរចាទៅរកអាញាកណ្ដាលអាព្រំដែនគោកក៏មិនបាច់ចរចាទ្វេភាគីដែរទៅរកអាញាកណ្ដាលផ្ទុយទៅវិញរឿងខុសគ្នាត្រង់ថាព្រំដែនគោកព្រំដែនទឹកគេមានអា UNCLOS នេះច្បាប់នីតិសមុទ្រនេះគឺគេបញ្ជាក់ថាបើពីរអ្នកនឹងអត់ត្រូវគ្នាគឺត្រូវចូលយន្តការផ្សះផ្សាដោយកតាបកិច្ចដោយមានចាត់ចែងធ្វើដូចថ្ងៃអញ្ចឹងគឺពីថៃពីខ្មែរមានប្រធានមួយឥឡូវប្រធានរើអត់តាន់បានទេប្រធានហ្នឹងត្រូវរើបានកាលពីម្សិលមិញថ្ងៃកំណត់ថ្ងៃទី19ខែកក្កដាប៉ុន្តែរើអត់បានឥឡូវទាំងខាងកម្ពុជានិងថៃហ្នឹងព្រមព្រៀងគ្នាថាសុំពេលរហូតដល់ទៅថ្ងៃ14ខែសីហាទើបរើប្រធាននឹងបានព្រោះកំពុងពិនិត្យបច្ច័យរៀងពិបាកដែរអញ្ចឹងនីតិវិធីហ្នឹងវាអូសទៀតនៅក្នុងនីតិសមុទ្រគឺគេចែងថាបើពីរអ្នកនឹងអត់ត្រូវគ្នាគឺដាច់ខាត់ត្រូវតែយកអាយន្តការផ្សះផ្សានឹងមកប្រើអាញាកណ្ដាលដែលមាន221យន្តការផ្លូវគោកអត់ដូចគ្នាផ្លូវទឹកទេបើពីរអ្នកនឹងអត់ត្រូវគ្នាអត់មានយន្តការផ្សះផ្សាអាញាកណ្ដាលដូចព្រំដែនសមុទ្រទេគឺយើងត្រូវទៅតុលាការព្រំប្រទានអន្តរជាតិឬយុត្តិធម៌អន្តរជាតិរឿងនេះហើយដែលកម្ពុជាអត់ព្រមទៅកម្ពុជារឿងព្រំដែនសមុទ្រទៅយន្តការអន្តរជាតិនេះតែដល់ពេលព្រំដែនគោកយើងសុកចិត្តចរចាឥឡូវថៃគេថាយើងចេះបបួលគេចរចាកុំឲ្យសាំដើម្បីបិទផ្លូវចរចាឲ្យបានគឺដាក់នុយននងគឺអាផ្កាននងមួយពណ៌លឿងហ្នឹងឲ្យដាក់ផ្លែបបក់នៅពីក្រោមហ្នឹងអត់មាននុយមានអីទេឲ្យត្រីផ្ទក់កម្ពុជាលោតចាប់ផ្លែននងហ្នឹងលើជាប់ផ្លែននងថៃបាត់ហ្នឹងព្រោះអីថៃតែដាក់នៅហ្នឹងដឹងហើយខ្មែរច្បាស់ជារករឿងឲ្យទៅប្រដឹងតែអាញាកណ្ដាលតែទៅអាញាកណ្ដាលថៃនឹងយកលេសថាបើរឿងសមុទ្រយកអាញាកណ្ដាលរឿងព្រំដែនគោកក៏រកអាញាកណ្ដាលដែរទៅចឹងឈប់ចរចាឈប់ឲ្យដីឈប់អីទាំងអស់បិទផ្លូវចរចាថៃខូចក៏ប៉ុន្តែឆ្លាតខ្មែរយើងអត់ជំរឿព្រោះអីបើមិនលោតចូលផ្កាននងគេហ្នឹងចូលលេងលបែងថៃក្នុងព្រំដែនសមុទ្រព្រោះគេលុប MOU 2001នឹងចោលទៅហើយយើងវាពិបាកនឹងរឿងរុករកប្រេងនៅអាដែនសមុទ្រហ្នឹងឯងព្រោះខ្មែរសប្ងៃនេះធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរវិបត្តិសេដ្ឋកិច្ចវិបត្តិអីសពបែបយ៉ាងខ្វះខាតគ្រប់បែបយ៉ាងភ្ញៀវទេសចរក៏ធ្លាក់សេដ្ឋកិច្ចធ្លាក់ជាងដល់ទៅ50%ហើយមាន scam មានអីផងវិនិយោគនៅអត់មកទល់ពធហើយវិបត្តិបែបនេះកម្ពុជាកំពុងតែខ្វះខាតត្រូវការបូមប្រេងដើម្បីយកលុយហ្នឹងមកទប់ពេលដែលយើងកំពុងខ្វះខាតព្រោះយកអត់មានប្រេងថៃគេមានប្រេងបូមគ្រប់កន្លែងដែរអត់តែយើងតាហើយអាប្រេងដែលយើងបូមបានហ្នឹងគឺមានតែនៅតំបន់ត្រួតស៊ីគ្នាជាមួយនឹងថៃដូច្នេះហើយបានជារឿងអត់ទាន់មានរឿងអីសោះកម្ពុជាលោតផ្លែតទៅយកផ្កាននងហ្នឹងគឺដោយសារខ្លួនគិតថាបើដោះស្រាយរឿងព្រំសមុទ្រហ្នឹងលឿនទៅក៏អាចគួងប្រេងគួងអីហ្នឹងបានឆាប់ទៅយកប្រេងហ្នឹងមកផ្គត់ផ្គង់ជួយសេដ្ឋកិច្ចកម្ពុជាមិនជាអាក្រក់ទេបើយើងស្ដាប់ទៅព្រោះគាត់ចង់បានប្រេងហ្នឹងជាដូចថាធនធានធម្មជាតិរបស់កម្ពុជាយកមកជួយខ្មែរយើងដែរទេក៏ប៉ុន្តែដូចខ្ញុំនិយាយចឹងនៅពេលដែលយើងតថេតថាយើងចាញ់ព្រៀបថៃយើងចាញ់ព្រៀបថៃនៅក្នុងទឹកថាផ្កាននងនេះគឺមែនតើគឺយើងចង់ឆក់ចាប់មកគឺដើម្បីបំណងយកប្រេងយកឧស្ម័នមកជួយសេដ្ឋកិច្ចជាតិព្រោះយើងពិបាកព្រោះយើងសេដ្ឋកិច្ចយើងវាយើងចឹងបានថាអាដង្ហើមរបស់យើងវាខ្លីជាងថៃហ្នឹងបងប្អូនគេនិយាយបានទេយើងលេងផលិតទឹកជាមួយថៃគឺយើងដាច់ខ្សោយមុនថៃហើយព្រោះថៃគេសេដ្ឋកិច្ចគេធំណាស់គេមានប្រេងគេមានសេដ្ឋកិច្ចគេមានតំណែងតំណងបរទេសគេមានទំហំសេដ្ឋកិច្ចគេធំជាងយើង30ដងឯណោះក៏ប៉ុន្តែខ្មែរយើងកែបក្នុងដងនិយាយពីថៃអាលាយរាល់ថ្ងៃនិយាយពីបន់ឲ្យគេលាយបន់ទៅតែយើងកំប្រឹងធ្វើអីខ្លួនឯងយើងបន់ឲ្យដេកបន់ដុតទូឲ្យតែគេលាយទៅហើយដល់ពេលហើយយើងអត់បានធ្វើអីខ្លួនឯងឃើញយើងចាប់ផ្ដើមទុនខ្សោយគ្រប់រឿងឯងដល់ពេលយើងទុនខ្សោយគ្រប់រឿងគឺយើងលុះនឹងការននងរបស់ថៃនឹងតតែបានពួកអីបើយើងអត់លោតទុំការននងរបស់ថៃដែលដើម្បីចរចារឿងសមុទ្រដែលអត់ទាន់មានរឿងអីសោះនេះរឿងព្រំដែនគោក73កន្លែងគេយកអត់ទាន់ប្តឹងគេយើងមករកអាព្រំដែនសមុទ្រតែអត់ទាន់ឆ្លោះគ្នាគ្រាន់គេដក MOU ដកទៅ MOU នឹងមាន25ឆ្នាំហើយនឹងអត់ដែលបានកំមផេះអីផងហេតុអីបានគ្រាន់គេថាលុប MOU ឥឡូវស្រាប់តែយើងលោតផ្លោតទៅរកប្តឹងអាយន្តការផ្សះផ្សាដោយកតាបកិច្ចអីនឹងភ្លាមដើម្បីធ្វើថាយើងនឹងមិនទុកឲ្យថៃឈ្លានពានដែនអធិបតេយ្យថៃអត់ទាន់ឈ្លានពានដែនអធិបតេយ្យដែនសមុទ្រហ្នឹងទេព្រោះដែនសមុទ្រហ្នឹងគឺជាតំបន់ត្រួតស៊ីគ្នាដែលមាន MOU ចងហើយ MOU ហ្នឹងថៃលុបចោលហ្នឹងគឺលុបនៅក្នុងតែក្របខ័ណ្ឌគណៈកម្មការសភាឬគណៈរដ្ឋមន្ត្រីទេសភាអត់ទាន់អនុម័តព្រមឲ្យលុបទៅទៀតដូច្នេះបើលុបឬក៏មិនលុបអា MOU មាន25ឆ្នាំដែលអត់បានការហ្នឹងកម្ពុជាថៃអត់ទាន់បានបូមប្រេងមកដំណក់ហ្នឹងមានតែមកដំណក់នៅអាស្អីគេវាមានឈ្នះហ្នឹងមកកម្ពុជាមានតែបានបូមប្រេងពីអាតំបន់ត្រួតស៊ីគ្នាហ្នឹងអត់មានមកដំណក់សោះដូច្នេះ25ឆ្នាំហ្នឹងអត់បានប្រយោជន៍ទេសូម្បីតែថៃលុបភ្លាមហ្នឹងក៏អត់មានទាន់ទៅខាតបងអីណាយើងកំពុងអាបូមក្រាក់អីមកដឹកមកទាំងលៀនលីតមកហើយស្រាប់តែថៃដកអា MOU ហ្នឹងស្រាប់តែឈប់បូមបានវាអត់មានទេរឿងទាំងអស់ហ្នឹងគឺវានៅបាតសមុទ្រហ្នឹងនៅទាំងអស់អារ៉ែធម្មជាតិរបស់ខ្មែរដែលត្រួតស៊ីគ្នាតែរឿងសំខាន់គឺយើងវាខ្សោយយើងវាខ្វះខាតយើងតថេតថាយើងត្រូវការឧស្ម័នត្រូវការប្រេងដើម្បីមកទប់សេដ្ឋកិច្ចដែលយើងកំពុងធ្លាក់មានវិបត្តិវាជាការរកដំណោះស្រាយពិតមែនហើយប៉ុន្តែដំណោះស្រាយហ្នឹងគឺវាខ្ចាយដល់អាព្រំដែនគោកឯណោះដែលចរចាជាមួយថៃព្រោះអីថៃយកលេសដាក់ការននងហ្នឹងមកយើងលុតផ្លោតតែទៅពេលយើងទុំហ្នឹងដើម្បីប្រយោជន៍យកឧស្ម័ន
ថៃគេទៅជួយន្តការអាញាកណ្ដាលថៃគេយកលេសព្រាមថាអូកម្ពុជាយកយន្តការអាញាកណ្ដាលអញ្ចឹងអារឿងព្រំដែនគោកមិនបាច់ចរចាទេចាំអាញាកណ្ដាលដែរអញ្ចឹងបិទផ្លូវចរចាត្រឹមហ្នឹងនេះគឺជារឿងអាភ័ព្វខ្មែរយើងអាភ័ព្វខ្ញុំក៏សោកស្ដាយដែរខ្មែរអត់សូវមានជំរឿដែរបងប្អូនបើយើងមិនទៅទុំអាផ្កាននងរបស់ថៃហ្នឹងគឺថៃនឹងអូសយើងស្លាប់អត់មានថ្ងៃនេះដូចតែគ្នាទៅនៅអូសចុះអូសឡើងខូចចឹងដូច្នេះយើងអត់មានជំរឿអីដែរទេគ្រាន់ជំរឿរបស់យើងគឺយើងជាប់ផងហើយនៅចូលយន្តការផ្សះផ្សាដោយស្អីគេកតាបកិច្ចនេះឬប្រធានឬអីបានក៏ដោយមួយឆ្នាំយ៉ាងតិចមួយឆ្នាំបានជជែកគ្នាត្រូវជជែកគ្នាចប់ហើយគេនឹងបញ្ជូនឲ្យខ្មែរនិងថៃចរចាទ្វេភាគីដដែលព្រោះគណៈកម្មការកណ្ដាលនេះគ្មានអំណាចយោធាអំណាចគាត់បជាអីទាំងអស់ហើយដល់មកចរចាទ្វេភាគីមួយឆ្នាំក្រោយមកឃើញថៃទិញពេលវេលាបានមួយឆ្នាំទៀតទេបងប្អូនរឿងព្រំដែនគោកហ្នឹងអត់វាស់អញ្ចឹងនៅចាប់ផ្ដើមធ្វើលេនដ្ឋានជីកអីឲ្យច្រើនអញ្ចឹងទៅដាក់បេតុងដាក់អីទៅមួយឆ្នាំក្រោយកម្លាំងយោធាថៃនៅព្រំដែនកាន់តែរឹងមាំមហិមាយើងកាន់តែឆ្ងាយទៅឆ្ងាយទៅឆ្ងាយទៅដល់ពេលតវ៉ាវាយស្អីក៏តែមិនកើតហើយដល់ពេលយើងអត់ព្រមប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតនៅពេលដែលយើងហ៊ានប្តឹងគេតវ៉ារឿងព្រំដែនសមុទ្រដែលអត់ទាន់មានរឿងដោយសារតែរឿងប្រេងកាតដែលយើងចង់បានហើយអាប្រេងកាតនេះបងប្អូនបើទោះចរចាត្រូវគ្នាជាមួយថៃរឿងដូចថាថៃពវលគណៈកម្មការកណ្ដាលហ្នឹងមកឲ្យកម្ពុជាជជែកគ្នាវិញនឹងវិលមកជាប់ផងដូច25ឆ្នាំមុនណា MOU តែដែលបើត្រូវគ្នាត្រូវយូរហើយវាមិនមែន25ឆ្នាំអត់ត្រូវដូច្នេះរឿងសមុទ្រនេះគឺជារឿងដែលគួរតែទុកចោលអញ្ចឹងសិនណាមកដោះស្រាយព្រំដែនគោកសិនតែឥឡូវអត់ទេថៃដាក់ផ្កាននងហ្នឹងមកឥឡូវយើងយកផ្កាននងហ្នឹងឥឡូវគេយកលេសហ្នឹងគេថាអត់ចរចាព្រំដែនគោកចប់ចាំមួយឆ្នាំទៀតទៅមួយឆ្នាំទម្រាំតែគណៈកម្មការនឹងចរចាយើងនៅរ៉ាំរ៉ៃគេនៅតែដាក់បលាលួសគេនៅតែធ្វើអីប្រទេសផ្ដាស់យើងនៅតែតវ៉ារហូតរឿងនេះឲ្យដែររកម្មចិត្តតែយ៉ាងណាបានខាងក្រមតុលាការនៃរដ្ឋាភិបាលក្រៅប្រទេសនឹងចិត្តដាក់ទៅទុងស្គរឬក៏ស្អីខ្លះទៅកុំឲ្យវេទនាកុំឲ្យប្រជាពលរដ្ឋនឹងកើតជំងឺ stress ពេកបានជួយគាត់ដែរតែដូចចឹងឥឡូវរដ្ឋមន្ត្រីការបរទេសថៃគេថាគេបិទផ្លូវចរចាផ្លូវគោកនេះគឺដោយសារតែកម្ពុជាជ្រើសរើសយន្តការទៅអាញាកណ្ដាលខ្ញុំជឿថានេះជាការបើកទ្វារឲ្យកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យថៃរៀងដែរតែកម្ពុជាគេបើកឱកាសយ៉ាងម៉េចក៏យើងអត់ធ្មត់ស្ងប់ស្ងាត់យើងមិនប្តឹងទេយើងតវ៉ាបានហើយអីក៏ស្លូតយ៉ាងនេះបើស្លូតជាមួយខ្មែរយើងបានតែប៉ុណ្ណឹងយើងមិនដឹងសុកប៉ុណ្ណាទេស្រុកយើងនោះតែងើបមួយវាយមួយរឿងខ្មែរគ្នាឯងហ្នឹងបាទឥឡូវយោធាថៃឯណោះភ័យរឿងបែកធ្លាយទីតាំងទ័ពជាប់ព្រំដែនកម្ពុជាភ័យឃើញយកដីយើងបានគេភ័យប៉ុន្តែឥឡូវបិទផ្លូវចរចាភ័យស្អីទៀតបើកម្ពុជាលោកហ៊ុនសែនប្រកាសឲ្យថាអត់មានសង្គ្រាមអត់មានអីវាយថៃអីទៀតទេឥឡូវបានរត់ក្រោះមកពីថៃពីចិនមក39គ្រឿងគាត់ឲ្យយកមកសម្ញែងថៃបានបន្តិចឥឡូវទៅប្រធានាធិបតីចិនទៅប្រាប់ថៃទៀតលោកអនុទិនច័ន្ទវរៈគុលទៅសួរស៊ីជីនពីងថារត់ក្រោះនឹងយកមកធ្វើអីគេថាអត់មានយកមកវាយថៃទេយកមកទុកការពារអីណាអីចឹងទៀតអើយថៃនឹងកាច់ខ្មែរកាច់ដល់ហើយយន្តរត់ក្រោះគេទិញមកយកធ្វើអីធ្វើទៅយើងទិញយន្តហោះបណ្ដេញអាមេរិក F16 មកអាមេរិកមានឲ្យយកមកវាយខ្មែរណាយើងវាយបានរួចបើគេទិញរត់ក្រោះមកយកមកដាក់តាំងដដែលទិញមកទៅស្អីយីយកទៅមែនតែម្ដងថៃនេះតែហ្នឹងគេមើងងាយយើងដល់ពេលគេមើងងាយយើងគេចេះតែថាអីចឹងដើម្បីស្អំចិត្តឲ្យណាមួយមិត្តជាមួយចិនហ្នឹងចិនយើងតែដៃថែបមួយខ្មែរបោកតែខ្មែរយកតែលុយទេសេដ្ឋកិច្ចយើងចិនស៊ីទាំងខ្មែរស៊ីទាំងថៃតែថៃសេដ្ឋកិច្ចគេលឿនជាងយើងថៃហើយចិនមានតំណែងតំណងសេដ្ឋកិច្ចប្រសើរជាងយើងឃើញចិនទៅអែបអបទៅថៃចិនហ្នឹងខូចមែនតើពេលដែលឆ្លោះគ្នាជាមួយថៃទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃខ្មែរឆ្លោះគ្នាជាមួយថៃពងវាយគ្នាក្តាំងយើងជាមិត្តម៉ឺនឆ្នាំយើងទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃពងមានសង្គ្រាមអត់យល់ហើយហ្នឹងជាមិត្តម៉ឺនឆ្នាំហើយខ្មែរយើងទៅត្រុកទៅតាមចិនហ្នឹងរហូតតទៅប្រាប់ថាចិនគ្រប់គ្រងចិនគោលនយោបាយតែមួយអីតែមួយឥឡូវតៃវ៉ាន់ខឹងផ្ដាច់វីសាខ្មែរចោលអស់ទៀតដោយសារតែគ្រប់គ្រងចិននយោបាយតែមួយបានន័យថាកោះតៃវ៉ាន់គឺជាដែនអធិបតេយ្យរបស់ចិនដែលគេតវ៉ាមកអាយុហើយនឹងឆ្លោះគ្នាមួយអាមេរិកទៀតចាំមើលព្រោះអីនយោបាយអាមេរិកគឺនយោបាយគ្រប់គ្រងតៃវ៉ាន់ជារដ្ឋឯករាជ្យកម្ពុជាយើងចង់ត្រូវមួយអាមេរិកតែទៅគ្រប់គ្រងចិនថានយោបាយហ្នឹងគឺកោះតៃវ៉ាន់ជារបស់ចិនដល់អញ្ចឹងតែអានយោបាយខ្ទាស់គ្នាហ្នឹងអត់ត្រូវគ្នាជាមួយអាមេរិកទៀតយើងពិបាកបងប្អូនយើងនិយាយទៅគឺយើងអោបយកស្ពៃហ្នឹងខ្លាំងពេកបន្តទៅទៀតមេយោធាថៃថាភ័យរឿងបែកធ្លាយឯកសារហ្នឹងគឺសារអញ្ចេះទេបងប្អូនប្រហែលថ្ងៃនេះគឺប្រព័ន្ធផ្សព្វផ្សាយរបស់ថៃជាពិសេស social media គឺគេផ្សាយស្រោចដាក់ទីតាំងនិយាមការរត់ក្រោះកងពលថៃលេខប្រមាណនៅឯណានៅក្នុងខេត្តជាប់ព្រំដែននៅខេត្តព្រះវិហារយើងនោះណាព្រោះហេតុអីបានជាគេដាក់ហ្នឹងដោយសារតែប្រហែលថ្ងៃមុនហ្នឹងបងប្អូនមានចាំទេទាហានថៃ2នាក់ដែលរបួសដោយសារដើរជន់មីននៅក្នុងខេត្តសុរិន្ទហ្នឹងហើយដល់ពេលហើយបានស៊ីសកេតខេត្តស៊ីសកេតរួចទៅពេលដែលលឺអាករណីជន់មីនហ្នឹងក៏មានឯកសារផ្ទៃក្នុងសម្ងាត់របស់យោធាថៃហ្នឹងគឺខ្ចរខ្ចាយដែលធ្វើឲ្យយើង zoom បានន័យថាបើកមើលទៅទាហានថៃកងពលប្រមាណនៅទីតាំងណាហ្នឹងគឺច្បាស់ចឹងតែម្ដងដាក់នៅក្នុងគេហទំព័រ Facebook មួយដែលផ្សព្វផ្សាយជាទូទៅហ្នឹងគឺឥឡូវហ្នឹងគឺ Facebook ហ្នឹងលុបចោលហើយប៉ុន្តែនៅក្នុងប្រព័ន្ធ Twitter X អីហ្នឹងគឺអត់ទាន់លុបទេយោធាថៃកំពុងស្នើសុំឲ្យលុបព្រោះការសម្ងាត់យោធាថៃភ័យខ្លាចខ្មែរយើងដឹងព័ត៌មានហ្នឹងទៅខូចអីអញ្ចឹងទៅបាទតាមពិតគេក៏តែប្រយ័ត្នគេអីប៉ុន្តែអ្នកដែលផ្សព្វផ្សាយហ្នឹងមកដល់ម៉ោងនេះអត់ទាន់ចេញលិខិតសុំទោសអីព្រោះក្រសួងការពារជាតិថៃហ្នឹងក៏ទាមទារឲ្យសុំទោសឲ្យលុបឲ្យអីហើយនេះនឹងនៅថៃបើនៅខ្មែរវិញជាប់គុកអស់បាត់ហើយ